ស្តីអ្នកទាំងអស់គ្នាខ្ញុំគុនធាមកពីហាណាកម្ពុជាថ្ងៃនេះសូមណែនាំដល់អ្នកទាំងអស់គ្នាពីពិភពច្រើនមុខងារ XI 98129និង XI 98130ទាំងពីរវិបត្តិនេះមាន range pH ដូចគ្នាគឺ pH ចាប់ពី 0.00 ទៅ 14.00 ខុសគ្នាពី range EC និង TDS XI 98129វាស់នៅក្នុង range ខ្ទាបតាម microsiemens per centimeter និង ppm XI 98103វាស់នៅក្នុង range ខ្ពស់តាម millisiemens per centimeter និង ppt ឧបករណ៍នឹងក្រឹត pH ដោយ auto នៅ2ចំណុចនិង EC TDS នៅមួយចំណុចនៅក្នុង Big One នីមួយៗត្រូវបានពងជាមួយ electrode pH ដែលអាចដកចេញបានប្រដាប់ស្តង់ EC TDS និងស្ថិរភាពនៅក្នុងឧបករណ៍ប្រឆាំង pH EC TDS ដើម្បីសម្អាតនិងរក្សា electrode ឧបករណ៍ដក electrode ថ្មវិញ្ញាណបណ្ដុំគុណភាពឧបករណ៍ត្រូវឧបករណ៍ជានិច្ចមុនពេលធ្វើការវាស់លាងសម្អាតឧបករណ៍បន្ទាប់ពីវាស់ជាពិសេសត្រូវលាងដោយស្រោចសងឯកទេសរយៈពេល30នាទីមិនពេលវាស់ម្ដងក្នុងមួយសប្តាហ៍រក្សាទុកជាមួយស្រោចសងរក្សាជានិច្ចការក្រឹតគឺជាប្រតិបត្តិដ៏សំខាន់មួយដើម្បីធានានូវភាពត្រឹមត្រូវនៃលទ្ធផលរង្វាស់តែណាសូមណែនាំអ្នកគួរឲ្យតែវាស់ទៅពីចំណុចមុនពេលធ្វើការវាស់នីមួយៗកត់ប៊ូតុងថាមពលរហូតដល់អេក្រង់បង្ហាញខដំបូងត្រូវលាងសម្អាត electrode ដោយទឹកចម្រោះឬទឹកយ៉ាងណាអេក្រង់បង្ហាញ pH 7.01 U ត្រឡប់ចូលទៅក្នុងកែវដែលមានស្រោចសុខ pH 7.01 ហើយកូរថ្នមចំណាំអំពូជត្រូវលេខទាំងស្រុងនៅក្នុងស្រោចសងរងចាំរហូតដល់អេក្រង់បង្ហាញ 4.01 យកប៊ិចចេញសម្រាប់ electrode ដោយទឹកចម្រោះត្រឡប់ប៊ិចទៅក្នុងស្រោចសង pH 4.01 ឬ 10.01 រងចាំរហូតដល់អេក្រង់បង្ហាញ OK2 ដំណើរការក្រឹតពីចំណុចត្រូវបានបញ្ចប់ហើយប៊ិចនឹងត្រឡប់ទៅអេក្រង់វាស់ដោយ auto នៅធ្វើការក្រឹត pH ខ្ញុំនឹងបដូរឧបករណ៍ទៅជារបៀបវាស់ pH កំណត់ឯកតារង្វាស់សីតុណ្ហភាពហើយជ្រើសរើស pH buffer ដើម្បីកំណត់សីតុណ្ហភាពចុចប៊ូតុងថាមពលឲ្យជាប់រហូតដល់តែអេក្រង់បង្ហាញថែមហើយលែងប៊ូតុងចុចប៊ូតុងថាមពលម្ដងទៀតដើម្បីធ្វើការក្រឹតហើយនឹងជ្រើសរើស pH buffer ឧបករណ៍មានពីរ buffer pH គឺ pH 4 7 10 Mix Standard 4.01 6.86 4.18 ប្រើ set hon ដើម្បីជ្រើសរើស buffer ចុចប៊ូតុងដើម្បីត្រឡប់មកអេក្រង់វាស់មុនពេលធ្វើការក្រឹត EC TDS ចូលធ្វើការកំណត់ប៊ិចទៅមុខងារ EC TDS និងកំណត់ឯកតាសីតុណ្ហភាពកត្តាបំប្លែង EC TDS និងកត្តាសំណល់សីតុណ្ហភាពដើម្បីបំប្លែងពី pH ទៅ EC TDS ចុចប៊ូតុង set hon អេក្រង់បង្ហាញ microsiemens គឺជា EC ចុចប៊ូតុង set hon អេក្រង់បង្ហាញ ppm គឺជា TDS ដើម្បីកំណត់ឯកតាសីតុណ្ហភាពចុចប៊ូតុងថាមពលឲ្យជាប់រហូតថយតែអេក្រង់បង្ហាញថែមប្រើប៊ូតុង set hon ដើម្បីជ្រើសរើស degree C ឬ degree F ចុចប៊ូតុងថាមពលម្ដងទៀតដើម្បីបំប្លែង EC TDS ប្រើប៊ូតុង set hon ពី 0.45 ទៅ 1.00 ចុចប៊ូតុងថាមពលម្ដងទៀតដើម្បីបដូរទៅការកំណត់កត្តាសំណើសីតុណ្ហភាពពី 0.00 ទៅ 2.4% ចុចប៊ូតុងថាមពលដើម្បីត្រឡប់ទៅអេក្រង់វាស់វិញនៅទីនេះយើងនឹងធ្វើការក្រឹតជាមួយនឹងស្រោចសងក្រឹត EC នៅ 1413 microsiemens per centimeter សម្រាប់ EC TDS យើងគ្រាន់តែក្រឹតមួយចំណុច EC ឬ TDS តែប៉ុណ្ណោះចុចប៊ូតុងថាមពលឲ្យជាប់រហូតហើយតែអេក្រង់បង្ហាញខលដំបូងត្រូវលាងសម្អាត electrode ដោយទឹកចម្រោះបន្ទាប់មកត្រឡប់ electrode ចូលទៅក្នុងកែវដែលមានស្រោចសង1410 microsiemens per centimeter ចំណាំប្រដាប់ស្តង់ត្រូវតែលេខទាំងស្រុងនៅក្នុងស្រោចសងរងចាំរហូតដល់អេក្រង់បង្ហាញ OK ក្រឹត EC បានបញ្ចប់នឹងត្រឡប់ត្រូវការវាស់ដោយ auto សូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូកុំភ្លេចចុច like និង subscribe នៅខាងក្រោមដើម្បីតាមដានវីដេអូថ្មីៗពី Hana សូមអរគុណនិងជម្រាបលា